ជំរាបសួរវីដេអូនេះខ្ញុំថតសម្រាប់បង្ហាញពីការទាញយកកម្មវិធី OpenWorship ដំឡើងនៅក្នុងប្រភេទ system Windows 11 អញ្ចឹង Windows 10 ឬក៏ Windows នៅក្រោមហ្នឹងគឺរបៀបនៃការទាញយកនិងការដំឡើងប្រហែលគ្នាទេអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញជាមួយ Windows 11 ហើយជាមួយនឹង browser ឈ្មោះ Microsoft Edge ដែល Windows 11 ហ្នឹងវាដាក់ឲ្យ direct នៅក្នុងហ្នឹងហ្មងអញ្ចឹងហើយជាទូទៅពេលដែលដំឡើងកម្មវិធីពេលដែលដំឡើង system Windows 11 មកយើងនឹងបាន browser ឈ្មោះ Microsoft Edge អញ្ចឹងយើងឃើញ Microsoft Edge យើងហៅថា browser ដើម្បីទាញអ្វីមួយពី internet បានគឺយើងប្រើប្រាស់ browser បើក browser ហើយចូលទៅក្នុង website OpenWorship អញ្ចឹង website របស់ OpenWorship អាចបើកបានតាមរយៈតំណ link www.openworship.app នៅក្នុងនេះមាន3 link ដែលចូលទៅខាងក្នុងទៀតមាន download share ហើយនិង have ខ្ញុំសូមបង្ហាញកន្លែងដែលយើងទាញយកគឺនៅក្នុង download ប្រភេទនៃការ recommend នៅក្នុងនេះ recommend download តាក់ទងទៅនឹងប្រភេទ system របស់យើងកុំព្យូទ័ររបស់ខ្ញុំប្រើ CPU ប្រភេទ ARM64 អញ្ចឹងហើយបានជា website នេះ recommend ឲ្យយើង download ARM64 system ហើយអ្វីដែលយើងអាច download បានគឺ installer ឬក៏ portable វីដេអូក្រោយខ្ញុំនឹងថតថាយើងអាចប្រើប្រភេទ portable យ៉ាងម៉េចប៉ុន្តែឥឡូវនេះខ្ញុំនឹងបង្ហាញរបៀបនៃការប្រើគឺការដំឡើងតាមរយៈ installer Microsoft Edge គឺវាការពារប្រព័ន្ធសុវត្ថិភាពខ្ពស់អញ្ចឹងហើយពេលដែលយើង download កម្មវិធីណាមួយចេញពី website ដែលមិនទាន់ល្បីកើតថ្មីដូចជា website OpenWorship នេះទើបតែបង្កើតមកប្រហែលឆ្នាំនេះទេចឹងMicrosoft គឺគេ warning ហើយផ្ដល់សញ្ញាមួយប្រាប់ថាมันមានសុវត្ថិភាពគ្រប់គ្រាន់គេមិនស្គាល់ប្រភព website នោះមកពីណាក៏ប៉ុន្តែអ្វីដែលបង្ហាញនៅទីនេះគឺយើងចង់ទាញយកកម្មវិធីហ្នឹងដោយយើងស្គាល់ប្រភពកម្មវិធីនេះខ្ញុំធ្វើខ្លួនឯងផ្ទាល់អញ្ចឹងខ្ញុំដូចជាគ្មានអ្វីសង្ស័យទេហើយដើម្បីរំលងในការព្រមាននេះបានគឺយើងឃើញកន្លែងដែលវា load មកហ្នឹងជាធម្មតាគឺនៅខាងលើខាងស្ដាំដៃហ្នឹងគឺឃើញសញ្ញាព្រួញចុះក្រោមហ្នឹងគឺកន្លែង download ចុចនៅលើ download ហ្នឹងយើងឃើញអ្វីដែល download ហើយគឺវា block វាទប់ស្កាត់ទុកសិនហើយយើងអាចចុចនៅសញ្ញា3គៀនខាងស្ដាំនេះចុចនៅលើ3ហ្នឹងហើយយក keep ចុច keep ហើយខាងក្រោមប៊ូតុងទៀតគឺយកសញ្ញាព្រួញចុះក្រោមហើយយក keep anyway មានថាវាព្យាយាមពមៀនយើងម្ដងហើយម្ដងទៀតដើម្បីយើងប្រុងប្រយ័ត្នជាមួយនឹងកម្មវិធីនេះប៉ុន្តែយើងស្គាល់ប្រភពអញ្ចឹងយើងទុកចិត្តបន្ទាប់ពីអនុញ្ញាតឲ្យវាទាញតម្លាក់ទៅក្នុងកុំព្យូទ័រហើយវាត្រូវការពេលមួយសន្ទុះដើម្បីឲ្យ virus defender មានន័យថាកម្មវិធីកម្ចាត់មេរោគរបស់វានឹង scan មកតង់ទៀត Windows Defender ពេលដែល download ចប់ពីរបៀបដែលអាចរ៉ានកម្មវិធីហ្នឹងយើងអាច click នៅលើ open file direct ឬក៏ click នៅលើនឹង